tôi chỉ miên hưởng ấy cả lang cái đòiបញ្ហាដែលអ្នកនរគ្នាកំពុងតែជួបហ្នឹងគឺវាអត់បាននៅជាមួយនឹងយើងរហូតទេព្រោះពេលវេលាគឺវាត្រូវតែទៅមុខរហូតហើយស្អែកនៅតែបន្តរហូតអញ្ចឹងមានន័យថាបញ្ហាជីវិតរបស់យើងហ្នឹងគឺវាអត់នៅមកកន្លែងទេតិចទៀតគឺវាផុតបាត់ហើយអញ្ចឹងព្យាយាមស៊ាំជាមួយនឹងរឿងទាំងអស់ហ្នឹងហើយហ៊ានទទួលយកជីវិតរបស់មនុស្សយើងជាទូទៅគឺត្រូវតែជួបបញ្ហាអ្នកនរគ្នាអាចរត់គេចពីបញ្ហាហ្នឹងបានទេបើទោះជាអ្នកនរគ្នាមានអារម្មណ៍ថាតាំងពីក្មេងមកអ្នកនរគ្នាពិបាកវេទនាហេតុអីបានជាមកដល់ជីវិតនេះហើយអ្នកនរគ្នាអត់សុខស្រួលអ្នកនរគ្នាអត់សល់នេះសល់នោះដូចគេចឹងព្រោះដោយសារតែមើលទៅកាន់មនុស្សជុំវិញខ្លួនមិនថាមិត្តភក្តិខ្លួនឯងឬក៏អ្នកផ្សេងដែលអ្នកនរគ្នាស្គាល់គឺគេទៅដល់ណាដល់ណីឯងប៉ុន្តែបន្ទោសខ្លួនឯងថាហេតុអីបានជាខ្ញុំអត់មានសំណាងដូចគេចឹងអូខេស្វាគមន៍អ្នកនរគ្នាមកកាន់វីដេអូនេះខ្ញុំ sorry ខ្លាំងមែនតើដែលខ្ញុំ upload វីដេអូឲ្យអ្នកនរគ្នាដាច់រហូតដោយសារតែខ្ញុំរវល់ដែរអញ្ចឹងណាហើយពេលខ្លះទៅក៏មានអារម្មណ៍ថាអារម្មណ៍អត់មូលអញ្ចឹងទៅក៏អត់ចង់ចេញវីដេអូឲ្យអ្នកនរគ្នាអញ្ចឹងបើសិនជាក្នុងកលៈទេសៈហ្នឹងណាអ្នកនរគ្នាមានអារម្មណ៍ថាអ្នកនរគ្នាធ្លាក់ដល់បាត់បង់ការងារអត់មានចំណូលហើយអ្នកនរគ្នាកំពុងតែជួបបញ្ហានៅក្នុងជីវិតនេះគឺជារឿងមួយចំនួនដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយក្នុងកលៈទេសៈហ្នឹងគឺខ្ញុំពិតជាយល់ច្បាស់ខ្លាំងមែនតើប្រហែលជាពេលខ្លះអ្នកនរគ្នាមានអារម្មណ៍តូចចិត្តជាមួយនឹងខ្លួនឯងហើយអ្នកនរគ្នាពិបាកក្នុងការទទួលយកស្ថានភាពមួយហ្នឹងណាខ្ញុំចង់ប្រាប់អ្នកនរគ្នាថាអបអរសាទរព្រោះដោយសារតែយើងដើរដល់ខ្សែជីវិតមួយដែលវាអត់មានអីត្រូវធ្លាក់ទៀតទេអ្នកនរគ្នាជឿអត់នៅពេលដែលអ្នកនរគ្នាដើរដល់ចំណុចមួយដែលថាវាអត់មានអីដែលត្រូវបាត់បង់ទៀតណាគឺជារឿងដែលល្អខ្លាំងមែនតើព្រោះខ្សែកោងនៃជីវិតបើសិនជាដល់បាតហើយគឺចំណុចតែមួយទេគឺវាត្រូវតែឡើងមកវិញព្រោះវាឡែងមានកន្លែងណាដែលត្រូវចុះទៅក្រោមទៀតហើយអញ្ចឹងអ្នកនរគ្នាហ៊ានមើលអា positive point នៅក្នុងចំណុចហ្នឹងថាអីដែលជារឿងល្អដែលយើងទទួលបានកុំព្យាយាមគិតតែពីរឿងអាក្រក់ដែលយើងកំពុងជួបហ្នឹងព្រោះបើសិនជាអ្នកនរគ្នាព្យាយាមគិតតែពីរឿងអាក្រក់អ្នកនរគ្នាប្រកាសជាមើលឃើញតែចំណុចអាក្រក់ទេអ្នកនរគ្នារកចំណុចល្អអត់ឃើញទេអញ្ចឹងព្យាយាមគិតអំពីចំណុចវិជ្ជមានតើកលៈទេសៈហ្នឹងយើងរៀនបានអីគេខ្លះពេលខ្លះអ្នកនរគ្នាបាត់បង់តំណែងបាត់បង់លុយកាក់បាត់បង់ការងារប៉ុន្តែអ្វីដែលអ្នកនរគ្នាទទួលបាននៅក្នុងកលៈទេសៈហ្នឹងគឺមិត្តភាពពិតដែលយើងបានស្វែងរកថាតើនៅពេលដែលអ្នកនរគ្នាបាត់បង់អីគ្រប់យ៉ាងហ្នឹងមានមនុស្សប្រមាណអ្នកដែលគេនៅក្បែរយើងមនុស្សប្រមាណអ្នកដែលចាំហុចដៃយកអ្នកនរគ្នាឡើងវិញនេះគឺជារឿងដែលអ្នកនរគ្នាគួរតែ appreciateនៅអីដែលខ្លួនឯងកំពុងតែទទួលបានខ្ញុំប្រាប់អ្នកនរគ្នាត្រង់ណាសម្រាប់ខ្ញុំគឺខ្ញុំអត់ដែរសប្បាយអរនៅពេលដែលខ្ញុំល្បីមានគេស្គាល់ទៅគឺខ្ញុំមានមិត្តភ័ក្តិច្រើនខ្ញុំសប្បាយចិត្តនៅពេលដែលអ្នកនរគ្នានឹងមើលឃើញខ្ញុំនៅកន្លែងភ្លឺហើយគេជួយអបអរសាទរប៉ុន្តែខ្ញុំអត់បានសប្បាយចិត្តថានៅក្នុងកលៈទេសៈដែលខ្ញុំកំពុងតែរីកលូតលាស់កំពុងតែគេមើលឃើញច្រើនហ្នឹងខ្ញុំត្រូវតែទៅត្រេញត្រអាលនៅជីវិតបែបហ្នឹងឯងយល់អត់ប៉ុន្តែខ្ញុំសប្បាយចិត្តនៅពេលដែលជីវិតធ្លាក់ដល់បាតហើយយើងរកឃើញមនុស្សដែលស្រឡាញ់យើងពិតប្រាកដនៅក្បែរយើងនេះគឺជាជីវិតដែលមានន័យបំផុតដែលលើគេនិយាយថាសុខចិត្តមានមិត្តភ័ក្តិតិចប្រសើរជាងមានមិត្តភ័ក្តិច្រើនប៉ុន្តែមិត្តភ័ក្តិទាំងអស់ហ្នឹងអត់បាននៅក្បែរយើងនៅពេលដែលអ្នកនរគ្នាលំបាកអញ្ចឹងខ្ញុំចង់លើកទឹកចិត្តអ្នកនរគ្នាថាចាទោះជាមានរឿងអីកើតឡើងក៏ដោយបញ្ហាដែលអ្នកនរគ្នាកំពុងតែជួបហ្នឹងគឺវាអត់បាននៅជាមួយនឹងយើងរហូតទេព្រោះពេលវេលាគឺវាត្រូវតែទៅមុខរហូតទោះអ្នកនរគ្នាអង្គុយដើម្បីបន់ព្រះអាទិត្យខាងកុំរះអីក៏នៅតែវាដើរទៅមុខហើយថ្ងៃស្អែកនៅតែបន្តរហូតអញ្ចឹងមានន័យថាបញ្ហាជីវិតរបស់យើងហ្នឹងគឺវាអត់នៅមកកន្លែងតិចទៀតគឺវាផុតបាត់ហើយអញ្ចឹងព្យាយាមស៊ាំជាមួយនឹងរឿងទាំងអស់ហ្នឹងហើយហ៊ានទទួលយកព្រោះអ្វីដែលយើងកំពុងតែជួបហ្នឹងលើโลกនឹងជួបតែយើងមិនមែនបញ្ហាគ្រប់គ្នាសិតតែជួបបញ្ហាគ្រាន់តែថាពេលខ្លះគេអត់បង្ហាញគេបង្ហាញតែជ្រុងណាដែលគេចង់ឲ្យយើងឃើញទេស្មើឥឡូវកុំជឿទៅលើ social media ច្រើនពេកនៅពេលដែលអ្នកនរគ្នាឃើញគេសប្បាយគេមានលុយចាយហឺហាត្រូវតែគិតថាជីវិតគេគឺបែបហ្នឹងពេលខ្លះយើងអត់ដឹងរឿងអំពីផ្ទៃក្នុងរបស់គេឬក៏ behind the scene របស់គេថាគេជួបបញ្ហាអីខ្លះទេយើងជួបបញ្ហាគេជួបបញ្ហាខ្ញុំក៏ជួបបញ្ហាដែរប៉ុន្តែហេតុអីអ្នកនរគ្នាទៅប្រៀបធៀបថាជីវិតរបស់គេសំណាងណាហេតុអីបានជាខ្ញុំអត់ដូចគេអញ្ចឹងមនុស្សម្នាក់គឺមាន version ខុសគ្នាមានភាព unique រៀងខ្លួនអ្នកនរគ្នាអាចដូចខ្ញុំហើយខ្ញុំក៏អាចដូចអ្នកនរគ្នាដែរយើងម្នាក់គឺមានភារកិច្ចនិងបេសកកម្មផ្សេងគ្នាអញ្ចឹងវាអាចទៅប្រៀបធៀបគ្នាកើតទេយើងធ្វើអីដែលល្អបំផុតសម្រាប់ជីវិតរបស់យើងទៅគឺបានហើយខ្ញុំចង់ឲ្យអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាមានអារម្មណ៍ថាខ្លួនឯងអត់មានតម្លៃខ្លួនឯងធ្វើអីក៏បរាជ័យខ្ញុំចង់ឲ្យអ្នកនរគ្នាកលេចទៅមើល10ឆ្នាំមុននៃជីវិតរបស់អ្នកនរគ្នាតើអីដែលអ្នកនរគ្នាអត់ធ្លាប់មានសោះហើយអ្នកនរគ្នាប្រាថ្នាចង់ឲ្យជីវិតខ្លួនឯងទៅជាបែបណាហើយប្រៀបធៀប10ឆ្នាំមុនហ្នឹងមកដល់ឥឡូវតើអីដែលអ្នកនរគ្នាបាន complete ខ្លះហើយអ្នកនរគ្នាទទួលបាន result ណាខ្លះដែលពេញចិត្តអីដែលខ្លួនឯងមាននៅអ្នកនរគ្នាដែលយក
អតីតកាលរបស់យើងហ្នឹងមកប្រៀបធៀបជាមួយនឹងបច្ចុប្បន្ននៅអ្នកទាំងអស់គ្នាបានដើរមកឆ្ងាយហើយវាអត់មានរឿងអីដែលអ្នកទាំងអស់គ្នាត្រូវប្រៀបធៀបខ្លួនឯងជាមួយនឹងគេទេការដែលយើងត្រូវការនរណាគេម្នាក់ជា mentor ឬក៏លើកទឹកចិត្តរបស់យើងគឺវាពិតជាសំខាន់ខ្លាំងមែនតើប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថាគ្រប់គ្នាគឺគេមានភារកិច្ចរៀងខ្លួនគេអត់អាចមកអង្គុយលើកទឹកចិត្តយើងរហូតបានទេព្រោះគេក៏មានបញ្ហាត្រូវដោះស្រាយរបស់គេដែរហើយជីវិតមនុស្សនៅលើផែនដីហ្នឹងគឺបែបហ្នឹងយើងជួបបញ្ហាគេក៏ជួបបញ្ហាដែរគ្រាន់តែថាផ្នែកខុសគ្នាគេអាចមកនិយាយប្រាប់យើងទាំងអស់បានទេអញ្ចឹងកុំព្យាយាមដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងពេករហូតដល់គិតថាគេជោគជ័យតែយើងអត់ជោគជ័យពាក្យជោគជ័យហ្នឹងគឺអ្នកណាជាអ្នកឲ្យនិយមម្ដីខ្ញុំចង់សួរអ្នកនរគ្នាថាតើនិយមម្ដីនេះភាពជោគជ័យរបស់អ្នកនរគ្នាជាអីគេបើសិនជាសួរខ្ញុំឲ្យនិយមម្ដីបែបផ្សេងជោគជ័យរបស់ខ្ញុំគឺមានសុខភាពល្អសុភមង្គលផ្នែកផ្លូវចិត្តអីចឹងទៅប៉ុន្តែអាចនឹងជោគជ័យអ្នកនរគ្នាមាននិយមម្ដីឲ្យតម្លៃទៅលើលុយកាក់ទ្រព្យសម្បត្តិលុយឡានអីចឹងទៅស៊ីវាដូចគ្នាឯងអញ្ចឹងមូលហេតុអីបើអ្នកនរគ្នាចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃម៉េចអ្វីដែលអ្នកនរគ្នាបានមកដល់បច្ចុប្បន្ននេះគឺវាសិតតែជា result នៃការគិតពីមុនមកដែលអ្នកទាំងអស់គ្នាបានធ្វើវាអញ្ចឹងរៀន appreciate ជាមួយនឹងខ្លួនឯងរៀនអបអរសាទរនៅចំណុចទូចដែលអ្នកទាំងអស់គ្នាបាន complete វាបានធ្វើវាសម្រាប់ជីវិតខ្លួនឯងបើទោះជាអ្នកដទៃគេអត់ឃើញក៏ដោយប៉ុន្តែអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងបានធ្វើអីគេខ្លះសម្រាប់ខ្លួនឯងរឿងខ្លះមិនប្រកាសថាអ្នកដទៃត្រូវដឹងហើយយើងត្រូវតែចែករំលែកឲ្យគេដឹងគ្រប់គ្នានោះទេយើងក៏មាន privacy សម្រាប់ខ្លួនឯងដែរអញ្ចឹងសូមត្រូវមកថានៅពេលដែលអ្នកទាំងអស់គ្នាមានអារម្មណ៍ថាបាក់ទឹកចិត្តធ្លាក់ចុះអ្នកទាំងអស់គ្នាកុំព្យាយាមបន្ទោសខ្លួនឯងព្រោះ energy នៅពេលដែលអ្នកទាំងអស់គ្នាគិតរឿងអាក្រក់ឬមើលឃើញតែចំណុចដែលអត់ល្អវាធ្វើឲ្យអាស្ថានភាពរបស់អ្នកទាំងអស់គ្នានឹងមិនមែនកាន់តែប្រសើរប៉ុន្តែវាកាន់តែធ្លាក់ចុះដុនដាបទៅហើយខ្ញុំដឹងថាផ្លូវចិត្តរបស់មនុស្សយើងសំខាន់ខ្លាំងមែនតើអ្នកទាំងអស់គ្នានៅពេលដែលផ្លូវចិត្តរបស់យើងអត់រឹងមាំយើងគិតអត់ឃើញអំពីគោលដៅរបស់យើងឬក៏យើងអត់មានបំណងក្នុងការដែលក្រោកពីគេនៅពេលព្រឹកងើបចេញពីពុកខ្នើយទេខ្ញុំធ្លាប់អានសៀវភៅមួយគេនិយាយថានៅលើโลกនឹងអត់មានមនុស្សខ្ជិលទេប៉ុន្តែមានតែមនុស្សដែលអត់ដឹងថាគោលដៅខ្លួនឯងត្រូវធ្វើអីជាមូលហេតុដែលគាត់គេងអត់ចង់ក្រោកសោះអញ្ចឹងអ្នកនរគ្នាក៏ដូចគ្នាខ្ញុំជឿថាបើអ្នកនរគ្នាជាមនុស្សដែលខ្ជិលគាត់ជាអ្នកនរគ្នាអត់មានណាពេលបច្ចុប្បន្នហ្នឹងឯងមែនអត់ទទួលបានជោគជ័យជាច្រើនអ្នកនរគ្នាអត់ធ្លាប់រំពឹងឬក៏អ្នកដទៃមើលមកថាអូយើងអត់គួរណាបានមកដល់ចំណុចនេះសោះស៊ីនៅពេលដែលយើងស្វែងរករឿងរ៉ាវល្អៗនៅក្នុងជីវិតរបស់យើងគឺអ្នកទាំងអស់គ្នានឹងឃើញដូចគេនិយាយអញ្ចឹងនៅក្នុងគ្រោះមានលៀបអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាព្យាយាមគិតវិជ្ជមានឲ្យបានច្រើនទោះជាអ្នកទាំងអស់គ្នាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយប៉ុន្តែរឿងអាក្រក់ទាំងអស់ហ្នឹងវាអត់នៅជាមួយនឹងយើងរហូតទេបើទោះជាអ្នកទាំងអស់គ្នាចង់អោបប្រសោបវានៅក្នុងខ្លួនក៏អ្នកទាំងអស់គ្នាអោបវាអត់ជាប់ដែរព្រោះថ្ងៃស្អែកគឺវានៅតែបន្តទៅថ្ងៃស្អែកហើយពេលវេលាគឺវាដើរទៅមុខរហូតអញ្ចឹងវាអត់មានរឿងអីដែលអ្នកទាំងអស់គ្នាត្រូវត្រាំត្រែងឬក៏ដេកឈឺក្បាលដោយសារតែបញ្ហាទាំងអស់ហ្នឹងទេអ្នកទាំងអស់គ្នាធ្លាប់ដើរដល់ចំណុចមួយដែលថាគិតរហូតដល់ stress គិតឡើងចេញហើយអ្នកទាំងអស់គ្នាវាថាអុយតាណាទៅអត់ដឹងទេព្រោះបញ្ហាស្មុគស្មាញច្រើនពេកឈប់គិតឈប់អីឡើងខ្វល់ទេអ្នកនរគ្នាដើរដល់ចំណុចហ្នឹងអ្នកនរគ្នានឹងដឹងថាពេលខ្លះវាមកពីអារម្មណ៍របស់យើងឯងមកពីយើងអត់ព្រមប្រឡែងយើងអត់ព្រមដោះលែងយើងនៅតែគិតថាបើគិតអត់ចេញយើងនៅតែគិតរឿងនឹងត្រែបើអ្នកនរគ្នាគិតអត់ចេញទេលើកទឹកចិត្តឲ្យអ្នកនរគ្នាទៅងូតទឹកចាក់ភ្លេងបែបស្ងប់ស្ងាត់សម្រាប់លើស្អីលើកទឹកចិត្តឲ្យទៅ self care ស្ក្រាប់ខ្លួនស្ក្រាប់មុខនៃ routine ឬក៏ដែលធ្វើឲ្យយើងស្អាតអីអញ្ចឹងណាហើយមនុស្សស្រីមួយទៀតនៅពេលដែលគាត់អត់សប្បាយចិត្តអញ្ចឹងណាខ្ញុំលើកទឹកចិត្តឲ្យទៅ shopping ទិញរបស់ថ្មីទៅនឹងមានអារម្មណ៍ល្អឡើងវិញហើយបើសម្រាប់មនុស្សប្រុសបើសិនជាស្មុគស្មាញខ្លាំងរហូតដល់គិតអីអត់ចេញណាចំណាយពេលវេលានៅជាមួយនឹងខ្លួនឯងទៅទាត់បាល់ទៅវាយធានីឬក៏ទៅហាត់ប្រាណឬក៏ទៅ camping អីចង់ដឹងមើលថាតើបញ្ហាដែលយើងកំពុងតែជួបហ្នឹងវានៅជាមួយនឹងយើងយូរដល់កម្រិតណាចង់ដឹងថាវាខ្លាំងប៉ុណ្ណាទៅវាខ្លាំងលើសអំពីសមត្ថភាពយើងដែលអាច handle បានឬក៏យ៉ាងណាបើមិនជាវានៅតែខ្លាំងចាំមកពីដើរលេងវិញចាំគិតទៀតប៉ុន្តែក្នុងកំឡុងយើងដើរលេងហ្នឹងទុកវាមួយដុំសិនទៅខ្ញុំជឿថានៅពេលដែលអ្នកនរគ្នាធ្វើសកម្មភាពទាំងអស់ហ្នឹងរឿងទាំងអស់ហ្នឹងអ្នកនរគ្នានឹងទទួលបានបទពិសោធន៍ថ្មីមួយទៀតហើយនឹង idea ថ្មីក្នុងការដោះស្រាយវាព្រោះខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែរអ្នកនរគ្នាឃើញអត់បញ្ហាមិនមែនជួបតែអ្នកនរគ្នាសូម្បីតែខ្ញុំជាអ្នកចែកម្លែកក៏ជួបដូចគ្នាវាអត់មានរឿងអីដែលធំអំពីសមត្ថភាពរបស់យើងទេ God អត់អាចឲ្យរឿងដែលធំលើសពីសមត្ថភាពយើងឲ្យយើងដោះស្រាយឯងព្រោះគាត់ដឹងថាសមត្ថភាពយើងកម្រិតណាអញ្ចឹងបញ្ហាដែលជួបវាអត់មានអីលើសពីសមត្ថភាពរបស់យើងទេវាអត់មានអីដែលធ្វើឲ្យអ្នកនរគ្នាមានអារម្មណ៍ថា stress ឬក៏អ្នកនរគ្នាជាអ្នកដែលចាញ់ទេយើងកើតមកមិនមែនដើម្បីចោះចាញ់យើងមិនមែនកើតមកដើម្បីធ្វើជាមនុស្សបរាជ័យប៉ុន្តែយើងកើតមកដើម្បីរៀនអីដែលថ្មីដើម្បីទទួលបាន experience ថ្មីហើយទទួលបានលទ្ធផលនៅអីដែលយើងចង់បានអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះជួយអ្នកនរគ្នាបានច្រើនខ្លាំងមែនតើជួបគ្នាជាមួយនឹងវីដេអូក្រោយទៀតអរគុណបាយបាយ